អ្នកតាគ្នាធ្លាប់ឆ្ងល់ទេថាតើ Einstein និងអ្នកប្រាជ្ញល្បីៗជាច្រើនពួកគាត់រៀននៅសាលាបែបម៉េចនេះគឺជាសាលាដែល Einstein បានរៀន ETH Zurich គឺជាសាកលវិទ្យាល័យដ៏ធំមួយលំដាប់ពិភពលោកដែលស្ថិតនៅក្នុងទីក្រុង Zurich ប្រទេសស្វីសហើយសាលានេះគឺមានអ្នកដែលទទួលបានពានរង្វាន់ Nobel ច្រើនមែនទែនរួមមានទាំងនិស្សិតនិងសាស្ត្រាចារ្យផងដែរ ETH គឺត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលស្វីសតែម្ដងនៅឆ្នាំ1854ហើយបើកទទួលសិស្សនៅឆ្នាំ1855ការនោះឈ្មោះរបស់គេគឺមិនមែន ETH ទេគឺមានឈ្មោះជាភាសាអាល្លឺម៉ង់ដែលខ្ញុំដាក់នៅលើទីនេះបកជាភាសាអង់គ្លេសនោះគឺ Federal Polytechnic School បើគិតនៅក្នុងទ្វីបអឺរ៉ុប ETH គឺជាប់លំដាប់ថ្នាក់ទី3បន្ទាប់ពីសាកលវិទ្យាល័យ Oxford ហើយជាមួយនឹង Cambridge ហើយបើគិតពីលំដាប់ពិភពលោកវិញសាលានេះគឺតែងតែជាប់ចំណាត់ថ្នាក់ពីលេខ1ដល់10ឬក៏ដល់15ជានិច្ចគេចាត់ទុកថាសាលា ETH Zurich នេះគឺជាសាលាដែលល្អបំផុតនៅទ្វីបអឺរ៉ុបផ្នែក STEM អញ្ចឹងបើអ្នកទាំងអស់គ្នាអត់ទាន់ដឹង STEM នោះគឺមានន័យថាវិទ្យាសាស្ត្របច្ចេកវិទ្យាវិស្វកម្មនិងគណិតវិទ្យាសាលាមួយនេះមិនត្រឹមតែជាសាលាទេប៉ុន្តែវាត្រូវបានគេទទួលស្គាល់ថាជាបេះដូងនៃទ្វីបអឺរ៉ុបតែម្ដងគឺតាក់ទងជាមួយនឹងបច្ចេកវិទ្យានិងវិទ្យាសាស្ត្រការសិក្សានៅទីនេះគឺមានកម្រិតខ្ពស់និងតឹងរ៉ឹងខ្លាំងមែនទែនប្រព័ន្ធការសិក្សាគេខ្លាំងហើយមានការប្រកួតប្រជែងច្រើនហើយការរៀននេះមិនមែនត្រឹមតែទ្រឹស្ដីទេគឺគេធ្វើ research ធ្វើការស្រាវជ្រាវពិសោធន៍ផ្ទាល់តែម្ដងធ្វើត្រូវគឺគេចុះបតង់ហើយគេចេញលក់ជាផ្លូវការលក់ចំវិញពិភពលោកសាលានេះគឺពិបាកចូលរៀនហើយនៅពេលដែលបានចូលរៀនហើយក៏ងាយនឹងបញ្ឈប់ការសិក្សាដែរប៉ុន្តែនិស្សិតដែលចេញពីសាលានេះម្នាក់គឺមានសមត្ថភាពខ្ពស់ខ្លាំងមែនទែនដោយការពីវីដេអូមុនដែលខ្ញុំបានលើកឡើងអញ្ចឹងអំពីប្រទេសស្វីសថាពួកគេឲ្យតម្លៃទៅលើការអប់រំយ៉ាងណា ETH Zurich នេះគឺជាផ្នែកមួយដែលធ្វើឲ្យប្រទេសស្វីសមានការរីកចម្រើនជាខ្លាំងទីនេះគឺជាបណ្ដុំនៃមនុស្សខ្លាំងដែលគេមកដើម្បីស្រាវជ្រាវហើយធ្វើឲ្យចេញជារូបរាងនៅផលិតផលឬក៏ការរកឃើញនៅរបបកំភ្លើងថ្មីដែលមានឥទ្ធិពលជំនួយពិភពលោកតែម្ដងក្រុមហ៊ុនធំជាច្រើនបានមកធ្វើការសហការជាមួយនឹងសាលា ETH នេះដើម្បីធ្វើការស្រាវជ្រាវនិងចេញនៅផលិតផលថ្មីតាក់ទងតាំងពី AI វិស័យបច្ចេកវិទ្យាខាងឱសថឬក៏ខាងម្ហូបអាហារជាដើមហើយការសហការរបស់ពួកគេគឺល្អមើលទៅគឺគួរឲ្យចាប់អារម្មណ៍មែនទែនគឺខាងក្រុមហ៊ុនធំទាំងនោះផ្ដល់ជាដើមទុនដើម្បីឲ្យខាងសាលាធ្វើការស្រាវជ្រាវដកពិសោធន៍និងផលិតចេញជាអ្វីមួយថ្មីសម្រាប់ក្រុមហ៊ុនរបស់គេអញ្ចឹងអ្វីដែលភាគីទាំងពីរនេះក៏ទទួលបានខាងសាលាទទួលបានលុយជំនួយហើយរកឃើញបច្ចេកវិទ្យាថ្មីចំណែកឯខាងក្រុមហ៊ុនវិញគឺគេទទួលបាននៅផលិតផលថ្មីបច្ចេកវិទ្យាថ្មីហើយក៏ទទួលបានធនធានមនុស្សផងដែរនេះគឺគោលការណ៍ឈ្នះទាំងអស់គ្នាហើយនៅពេលដែលខាងក្រុមហ៊ុនជាមួយនឹងសាលាគេសហការគ្នាល្អបែបនេះគឺវាពិតជាជំរុញឲ្យប្រទេសគេដើរទៅមុខកាន់តែឆាប់រហ័សមែនទែនត្រូវការស្រាវជ្រាវគេមានដើមទុននៅក្នុងការជួយឲ្យការស្រាវជ្រាវនោះបង្កើតចេញជាលទ្ធផលហើយបានជាលទ្ធផលមកនេះគេយកវាយកទៅលក់ទៅលើទីផ្សារទៀតហើយការស្រាវជ្រាវអស់នេះមិនមែនជារបស់តូចងាយទេអ្នកទាំងគ្នាសុទ្ធតែបច្ចេកវិទ្យាថ្មីឧទាហរណ៍ដូចជាការរកឃើញថ្មពិលរូបមន្តគីមីរូបវិទ្យាណាមួយឬក៏ការផលិតបាននៅឱសថថ្មីគឺវាសុទ្ធតែមានប្រយោជន៍ខ្លាំងមែនទែននៅ Zurich នេះគឺជាតំបន់មួយដែលប្រមូលផ្ដុំទៅដោយ startup business ជាពិសេសគឺ startup spin off បើនិយាយពី startup spin off នេះវានឹងវែងឆ្ងាយខ្ញុំនឹងអាចលើកអំពីតើអ្វីគឺជាក្រុមហ៊ុន startup spin off នេះនៅវីដេអូក្រោយសរុបមកវិញខ្ញុំចង់ឲ្យអ្នកទាំងគ្នាមើលឃើញអំពីថាតើប្រទេសស្វីសគេឲ្យតម្លៃទៅលើការសិក្សាស្រាវជ្រាវប្រព័ន្ធអប់រំរបស់គេនឹងខ្លាំងរបៀបម៉េចដោយដែលខ្ញុំបានលើកកាលពីវីដេអូមុនអញ្ចឹងប្រទេសស្វីសមិនមែនរកស៊ីបែបកែលិតទេគេរកស៊ីបែបធំដុំធ្វើអីមួយគឺច្បាស់លាស់ហើយមានតម្លៃខ្ពស់ខ្លាំងតែម្ដង